ដល់យើងតមានគ្នាទៀតអញ្ចឹងកាលពីថ្ងៃមុនគឺយើងបានបង្កើតនៅ template មួយចំនួនហើយគឺខ្ញុំសុំលឹងតិចអញ្ចឹងដំបូងគាត់គឺយើងត្រូវបង្កើត deadline ពេលយើងបានផ្ដល់សមាជិកកម្មមកបង្កើត deadline ហើយយើងត្រូវការគេត្រូវការអាចនឹងបង្កើតគេបង្កើត material អញ្ចឹង material អាចបង្កើតមួយមកមានដងមានដៃមានអត់អីចឹងមកហើយសម្រាប់ដៃយើងបង្កើតពីរគឺមានដៃក្រោមបាជាមួយក្រោមបាជាមួយ default bar ហើយតទៅទៀតយើងបានបង្កើតនៅ section សម្រាប់ frame ដែលយើងគួរតែប្រើកាត់ណាហើយក៏មានរបៀបនៃការ sizing កន្លងក៏ដូចជា beam អីហ្នឹងគឺមានហើយសម្រាប់តទៅទៀតគឺមាន slab គឺយើងបង្កើត section សម្រាប់ signal របស់វាហ្នឹងគឺតាមយើង sizing របស់យើងអញ្ចឹងយើងសន្មតហើយកាលពីថ្ងៃមុនអញ្ចឹងថ្ងៃនេះយើងចាប់ដើមគូអញ្ចឹងពេលដែលគូយើងព្យាយាម follow តាមប្លង់របស់គេយ៉ាត់គូខុសគ្រីក្រោយអញ្ចឹងបើយើងមើលទៅប្លង់សកម្មកម្មនេះវិញគឺគ្រប់តសទាំងអស់សម្រាប់ជាន់ក្រោមប្លង់របស់យើងហ្នឹងគឺត្រូវនៅចំគ្រីទាំងអស់អញ្ចឹងរបស់យើងមានមួយជួរពីរជួរ3ជួរហ្នឹងគឺនៅចំគ្រីទាំងអស់ហើយឡើងដល់ជាន់ទី1តសនេះវាអត់ចំជាមួយតសខាងក្រោមទេវា cantilever ជាងក្រៅកន្លែងហ្នឹងជាងក្រៅមិនតាមទឹកហើយក៏មាន cantilever ជាងក្រៅតពីហ្នឹងគឺមួយពីរថែមទៀតអញ្ចឹងយើងចាប់ដើមគូមកទៅអញ្ចឹងយើងអាច start ចាប់ពីជាន់ក្រោមប្លង់ទៅអញ្ចឹងយើងអាចគូ stamp column មុនអញ្ចឹងបើចូល stamp column យើងអាចគូ 2D ក៏បាន 3D ក៏បានដែរទូទៅខ្ញុំបើកផ្ទាំងពីរគឺខាងឆ្វេងនេះជា plan មួយទៀតជា 3D ដែលយើងអាចមើល elevation បានអញ្ចឹងបើសិនជាយើងចង់គូនៅជាន់ក្រោម floor ពី tab វាមើលពីលើចុះក្រោមទៅជាន់ក្រោម floor យើងត្រូវគូនៅជាន់នេះវា stamp column វា start ចេញពីជាន់ base ទៅជាន់ក្រោម floor អញ្ចឹងចូលជាន់ក្រោម floor មកនេះអញ្ចឹងបើខ្ញុំចង់ក្រោម floor ឬក៏មិនក្រោម floor យើងអាចមើលកន្លែងនេះក្រោម floor វាបង្ហាញនៅអ្វីដែលយើង note ពីមុនណាអញ្ចឹងខ្ញុំត្រូវការគូតសមួយនៅតាមទាំងអស់ហ្នឹងព្រោះអីមើលតាមប្លង់សមាជិកកម្មមកគឺវានៅបន្សល់រវាង grid និង grid ទាំងអស់ទៅការពីដេញតាមទីចូលអញ្ចឹងយើងចូលទៅ item មកអញ្ចឹងក្នុងការគូតសយើងអាចគូបានពីរ option ទី1គឺយើងគូតសធម្មតាយើងអាចចូលនេះមកគូតសធម្មតាអូខេនេះកសអញ្ចឹងយើងអាចគូនេះខ្ញុំនេះសអញ្ចឹងយើងអាចគូ quick draw column អញ្ចឹងឲ្យតែមានដុតក្រហមនៅកណ្ដាលនេះគឺ quick draw អញ្ចឹងគេថាគូបានលឿនអញ្ចឹងយើងអាចគូលើវាមកប៉ះលើវាហើយយើងអាចមើលមកផ្នែកខាងក្រោមនេះពាក្យថា property អញ្ចឹង property កន្លែងហ្នឹងគឺយើងត្រូវដឹងថាពេលដែលយើងចង់គូហ្នឹងតសហ្នឹងជាតសអីគេអញ្ចឹងយើងចង់គូតសជាន់ខាងក្រោមគឺ stamp column អញ្ចឹងយើងរើសមកនេះគឺ st1 អញ្ចឹងពីតពីទឹកដែលយើងបង្កើតអញ្ចឹងពេលដែលយើងគូយើងអាចយកប៉ះលើវាប៉ះចំបន្សល់ ring មកចុចមកអញ្ចឹងពេលដែលចុចមក cd វានឹងឃើញនេះ cd អញ្ចឹងបើសិនជាកន្លែងហ្នឹងយើងអាចចុចតមកមួយទៀតមកបន្សល់ហ្នឹងឬក៏យើងអាចគូអុសចេញហ្មងក៏បានដែរយើងប៉ះចេញមកយើងអុសយកហ្មងអញ្ចឹងឲ្យតែបន្សល់ ring ហ្នឹងគឺវានេះហើយវាគូជា column ហើយអញ្ចឹងខ្ញុំគូអញ្ចឹងមកសម្រាប់ e-tab វាស្រួលចេះដែរបើសិនជាវាមាន element មកកាត់ដូចគ្នាដូចកន្លែងនេះពីទឹកពីទឹកពេលខ្ញុំគូជាន់លើនឹងមួយទៀតក៏ដោយក៏អត់ជាបញ្ហាដែរព្រោះអីវា replace វាអត់គូជាន់លើគ្នាស្ទួន2ដងឬក៏3ដងទេអញ្ចឹងយើងអាចគូចេញមកអញ្ចឹងគេថាវាអត់ជាបញ្ហាទេហើយចំណែកខាងនេះយើងចង់ extrude ឲ្យវាចេញជា 3D ចេញជា 3D អញ្ចឹងខ្ញុំselect object selection ខាងណាអញ្ចឹងខ្ញុំចង់ extrude វាអានេះចេញជារូបរាងជា 3D អញ្ចឹងក្នុងការ select វាមានបើសិនជាយើងនេះដាក់ឲ្យខាងនេះហើយយើងឃើញផ្ទាំងវាយ៉ាងប្រភេទខាងនេះចាំថាយើង active ផ្នែកខាងឆ្វេង plan តែបើយើងចង់ឲ្យវា active នៅផ្នែកខាងស្ដាំវិញចុចលើវាមួយមកអញ្ចឹងវា active នេះវា deactive នេះវិញអញ្ចឹងឲ្យវា active នេះមកតមកទៀតយើងចង់ឲ្យគេយើងចង់បង្ហាញពណ៌យើងចង់បង្ហាញពណ៌របស់ section column ចង់បង្ហាញអំពី shape របស់វាយើងអាចចូលទៅកន្លែងនេះទៀតថា set display option set display option អញ្ចឹងបើសិនជាយើងចង់ឲ្យវាចេញមកកាត់មួយចេញពណ៌មួយកាត់មួយចេញពណ៌មួយតាមដែលយើងកំណត់ហ្នឹងយើងអាចដូរកន្លែងនេះដូរដាក់ពាក្យថា section property ដូរដាក់ section property មកហើយយើង apply នេះវាចេញពណ៌អ្វីដែលយើងកំណត់តាមមុនបើយើងពណ៌អីវាចេញពណ៌ហ្នឹងហើយមួយទៀតនេះអា grid ដូចទៅបន្តឲ្យខាងក្រោមនេះតែយើងបាត់បានតាមរយៈហ្នឹងអញ្ចឹងយើងអាចដោះកន្លែងពាក្យថា horizontal ហើយ apply មកវាបាត់ហើយតែខ្ញុំអត់ដឹងថាមកពីអីឲ្យតែយើងគូលេខគូកើតមកគឺវាចេញមកទៀតហើយអញ្ចឹងយើងត្រូវការចាំឲ្យស្អាតយើងអាចចុះមកដូរកន្លែងបានអូខេហើយអូខេមកអញ្ចឹងបើសិនជាយើងចង់ extrude វានេះចុចកន្លែងនេះមានពាក្យថា extrude view ចុចលើវាមកអញ្ចឹងបើយើង extrude មកនេះវាចេញសាច់ជា column របស់យើងអូខេអញ្ចឹងយើងគូ column ហើយអញ្ចឹងយើងអាចគូ beam អញ្ចឹងសម្រាប់គូ beam ដូចគ្នាដែរ beam មាន2 option ក្នុងការគូអញ្ចឹងខ្ញុំត្រូវ active ខាងនេះវិញខ្ញុំត្រូវ click ខាងនេះវិញអញ្ចឹងយើងមើលតាម window របស់យើងហ្នឹងហើយអញ្ចឹងបើសិនជាវាយើងចង់គូមួយអាចចូលកន្លែងនេះ draw beam មកអញ្ចឹង draw beam ហ្នឹងដូចគ្នាដែរយើងអាចគូហ្នឹងយើងរើស section មុនយ៉ាត់ដល់ពេលយើងជាប់មិញគូគេ stamp column ដល់ពេលយើងគូទៀតបានដូរគឺ stamp column យើង column ទៅគូ beam អញ្ចឹងអត់ទេអាហ្នឹងយើង GB1 ចូល GB1 មកអញ្ចឹង click មក click ពី1ទៅ1 start ទៅ end នេះបានមួយហេអញ្ចឹងកន្លែងនេះបើសិនជាយើងចុច right click មានថាផ្ដាច់ចង់ចុចទៀតចុចកន្លែងហ្នឹងតែបានហើយចុចជាប់ទៀតតែបើសិនជាយើងអត់ចុចផ្ដាច់ទេយើងវា start ចាក់ auto មកអូខេនេះយើងគូមួយអញ្ចឹងមានថាគូពីចំណុចដើមមកចុចបញ្ចប់ពីដើមចប់តោះហើយក៏មាន tool មួយទៀតដែរដែលយើងគូអាចគូបានលឿននេះខាងក្រោមហ្នឹងគឺគេថា quick draw beam អញ្ចឹងដូចគ្នាដែរចុចលើវាមកតែវាស្គាល់តែ grid អញ្ចឹងដល់ខាងខ្ញុំចង់ឲ្យក្នុងរបស់យើងទៅតាម grid ទាំងអស់ត្រូវអត់អញ្ចឹងយើង select ចេះទាំងអស់ហ្មងនេះចុចមកវាបាន beam ទាំងអស់ហ្មងអូខេចប់អញ្ចឹងខាងនេះវាអត់ចេញពណ៌ឲ្យព្រោះអីយើង active មិនពណ៌តែខាងស្ដាំតែខាងឆ្វេងអត់បាន active វាបើកពណ៌អញ្ចឹងយើងអាចចូលទៅបើកពណ៌វាដូចគ្នាមកចូលកន្លែង set display option ដាក់វាជា section property apply តែបើសិនជាយើងចង់គេអូអាពេលខ្ញុំ click នេះមិញអត់បានដូរនេះអញ្ចឹងបើសិនជាយើងចង់ឲ្យវាចេញ section នៅលើហ្នឹងហ្មងយើងអាចបញ្ចេញបានទៀតអញ្ចឹងយើងអាចចូលកន្លែងនេះ object assignment ហើយយើងយកពាក្យថា section យើងមើលទៅលើ frame អញ្ចឹង frame ហ្នឹងយើងចង់បង្ហាញឈ្មោះរបស់ frame ហ្នឹងចុចលើវាហើយយើង apply មកនេះវានឹងចេញលុបចេញឲ្យអញ្ចឹងជាទូទៅអានេះខ្ញុំធ្វើចេះស្រួលក្នុងករណីឲ្យខ្ញុំធ្វើ report ទៅឲ្យ drawing អីខ្ញុំ snap layout ហ្នឹងទៅហ្មងវាស្រួលចាំខ្ញុំឲ្យយើងទម្រាបអានេះឲ្យស្រួលមើលព្រោះអីពេលដែលបោះទៅឲ្យ drawing វាស្រួលដោយឡែកអានេះខ្ញុំគូមិញខ្ញុំគូមិញបានរៀបចំអានេះហើយអញ្ចឹងវាខុសអញ្ចឹងយើងអាចដូរ section បានអញ្ចឹងយើងអត់លុបចោលឲ្យគូថ្មីណាអញ្ចឹងយើង select section ទាំងអស់តែក៏បានដែរអញ្ចឹងយើង select តាមទីចូលតាមទីដេកមកនេះអញ្ចឹង select ទាំងអស់មកតមកទៀតយើងអាសា section ថ្មីអញ្ចឹង section ចាស់នេះវាខុសអីមិនមែន st1 ទេគឺ GB1 អញ្ចឹងយើងចូលទៅអាសាឬពាក្យថា frame section property ហើយរើសយកធ្នឹម record to source ដែលយើងចង់អាសាវាអញ្ចឹងយើង GB1 ហើយចុច apply នេះ apply មកវាទៅរបស់ឃើញអូខេអ
តើយើងគូប៉ុណ្ណឹងហើយយើងអាចចូលទៅមើលគូ slab អញ្ចឹងយើងមើល slab របស់គេអូធ្នឹមនេះខ្ញុំគិតថាគេ cantilever ជាងក្រៅមកហើយមានធ្នឹមនេះមួយគេសន្មតខ្លួនយើងបើសិនយើង design ចង់ដាក់ធ្នឹមក៏បានដែរអាស្រ័យលើយើង design វាចេះចប់អូខេបើសិនយើងអត់ជាប់ទេទៅដាក់ធ្នឹមហ្នឹងទៅអញ្ចឹងសន្មតនេះយើងអាចដាក់ធ្នឹមឡើងមកអញ្ចឹងរបស់វាសន្តាល់ប្រវាយវាដែរ cantilever ជាងក្រៅហ្នឹងប្រហែលដាក់ចាប់ពីផ្នែកខាងក្រៅរហូតដល់អារបស់វាអញ្ចឹងដល់100អញ្ចឹងចូលទៅកន្លែងហ្នឹងគឺ grade soft នេះ grade B ទៅ C អញ្ចឹងចូលទៅ e-type របស់ខ្ញុំឡើងមកនេះអញ្ចឹងនេះអញ្ចឹងមួយនេះទៅអត់អញ្ចឹងត្រូវ copy វាចេញមកក្រៅអញ្ចឹងយើងអាច copy វាចេញមកក្រៅបន្តទឹកដែលយើងវាស់មិញអញ្ចឹងទៅ copy នេះបើសិនជាអា tool ខាងលើនេះអត់ដូចខ្ញុំខ្ញុំបិទវាបន្តិចដើម្បីឲ្យដូចគ្នាយើងបើសិនជាថ្មីហ្មងអត់ទាន់មានទេនេះខ្ញុំចូល reset គេមកអញ្ចឹងដំបូងគាត់ចេះទៅអត់អញ្ចឹងដើម្បី tool ដូចគ្នាដើម្បីខ្ញុំរត់ដូរទៅវាស្រួលស្លាច់អីខ្ញុំចំណាំកន្លែងទីតាំងខ្ញុំ touch ខ្ញុំ reset មួយសិនបន្តមក touch តាមដាប់ទី1 edit view define ប៉ុណ្ណឹងហើយអូខេដើម្បីងាយស្រួលណាអញ្ចឹងបន្តទៀតយើងចង់ copy វាចូលមកក្រៅ copy វាចូលមកក្រៅតាមទីគេនេះយើងមើលតាមទីនេះអារបស់វាគឺ i គេ i អញ្ចឹងដើម្បី copy បានយើង select វាហើយអាចចូលទៅអានេះ shortcut របស់វាតែបើសិនជាយើងអត់ទាន់ shortcut ទេយើងអាចចូលគេ edit យកវាថា replicate អូខេនេះអញ្ចឹងយើងអាច copy បានហើយឬក៏យើងអត់ចូលតាមតំណែងនោះវាហាងទូយើងបើកកន្លែងនេះច្បាស់ហើយយើងចូលវាមកគឺ replicate មកអញ្ចឹងយើង copy វាតាមទីគេតាមទី y ណា y នេះ y អញ្ចឹងយើងដាក់ហ្មង 0.7 អញ្ចឹងបើ 0.7 ទីដៅវានឹងស្រូបតាមនេះហើយ 0.7 វាជាមានតែបើយើង copy ចុះក្រៅអញ្ចឹងដាក់ស្ញាតទៅអត់អូខេអញ្ចឹង copy នឹងដូចគ្នាដែរបើសិនជាយើង copy ទៅចង់ delete object ចាស់យើង take កន្លែងគេ delete original object តែបើយើងនឹងអត់ទេយើងរក្សា object ដើមដែរអញ្ចឹងអត់ take ទេហើយយើង apply មកចេញមកហើយតែយើងគូខ្ជាប់មកអញ្ចឹងយើងអាចចូលទៅគូ beam ធម្មតានេះ draw beam ហើយយើង section GB មួយហ្នឹងឯងហើយយើងគូខ្ជាប់អញ្ចឹងដើម្បីផ្ដាច់វាគូមួយហើយផ្ដាច់យើងចុច right click ខ្ញុំយើងចុចតទៀតចុចតរហូតដែរអញ្ចឹងអត់យើង right click មួយមកឬក៏នេះចុចកន្លែងនេះតែចុចកន្លែងនេះវាយូរទៅការទៅចូលភាសាទៀតអញ្ចឹងអត់យើង right click គ្រប់គ្រាន់បានអូខេអញ្ចឹងតពីបានប៉ុណ្ណឹងហើយយើងអាចគូ slab បាននេះ slab មកជុំហ្នឹងអញ្ចឹងយើងអាចចូលទៅការគូ slab របស់យើងអញ្ចឹងយើងអាចចូលទៅគ្នាតាមនេះអញ្ចឹង draw floor slab អញ្ចឹងការគូ slab ដូចគ្នាបើសិនជាយើងចង់គូវាជាគេលក្ខណៈវាអត់ជា rectangle ឬក៏ carré ទេវាច្រើនអញ្ចឹងយើងអាចគូមកផងម្ដងក៏បានឬក៏គូមកពេញទាំងអស់អញ្ចឹងក៏បានដែរចន្លោយអត់ខុសគ្នាទេវាអាស្រ័យទៅលើការ match របស់យើងអញ្ចឹងខ្ញុំអាចឲ្យយើងគូមួយចង់មកផងអញ្ចឹងយើងអាចចូល option ទី1នេះក៏បានឬក៏ option ទី2វា option ទី1នេះអត្ថន័យវាមិនខ្ញុំគួយមើលបន្តិចអញ្ចឹងខ្ញុំដូរ property វាអញ្ចឹង property វាគេ slab មកតា2អញ្ចឹងខ្ញុំគូមកខ្ញុំគូនេះ1មក1 2 3 4ឬក៏យើង right click មួយមកគឺបានអញ្ចឹង4ចំណុចហើយ right click តែបើសិនយើងចូល option ទី2វាស្រួលនេះចូលវាមកហើយ select យើងមកតា2ដូចគ្នាអញ្ចឹងចាប់ពីចំណុចនេះមកចំណុចនេះហ្មងវាងាយលឿនជាង option វាអូខេតោះគូមកអញ្ចឹងក្នុងការ view យើងអាចមាន view ចេញជា2ទៀតកន្លែងហ្នឹងយើងអាចមើលរបស់យើងឧទាហរណ៍ថាពីរបស់ខ្ញុំនេះដូចវាកាក់អញ្ចឹងវាអត់ស្រួលល្អយើងអាចដូរ graphic វាបានគឺយើងចូលទៅ option ឬវាថានេះ graphic mode អញ្ចឹងបើសិនជាយើងយក DirectX នេះវាកាក់តែ view ទៅឃើញស្អាតតែបើសិនជាយើងគូសាមញ្ញអញ្ចឹងធម្មតាអត់ទាន់ធ្វើ report ទេយើងអាចយក standard graphic ណាវាអត់សូវតាក់ដូចមិនទេវាស្រួលអូខេយើងអាចចូលទៅនេះកន្លែង option ឬវាថា graphic mode នេះយើងដូរវា standard អត់អូខេអញ្ចឹងសម្រាប់ចង់ ground floor ដូចជាមានតែប៉ុណ្្នឹង